មួយចិត្តនឹងរាងកាយរបស់មនុស្សដែលរស់នៅក្នុងសកលលោកយើងនេះគឺមានចិត្តជាអ្នកដឹកនាំមិនមែនរូបរាងកាយរបស់យើងជាអ្នកដឹកនាំឡើយចិត្តគឺជាប្រធានចិត្តគឺជាមេចិត្តគឺជាស្ដេចប្រសិនបើកាលណាចិត្តរបស់យើងគិតខុសការនិយាយស្ដីក្ដីការងារដែលយើងប្រកបប្រចាំថ្ងៃក្ដីក៏ខុសដែរតែប្រសិនបើកាលណាចិត្តរបស់យើងគិតត្រូវវិញការនិយាយស្ដីក្ដីការប្រកបមុខរបរប្រចាំថ្ងៃក្ដីក៏ត្រូវដែរលទ្ធផលក៏សមប្រកបទៅតាមចិត្តរបស់ពួកគេប្រាថ្នានោះដែរធម្មជាតិរបស់មនុស្សនិងសត្វស្ថិតនៅក្នុងចិត្តរបស់មនុស្សជំនួសឲ្យការនិយាយថាមនុស្សប្រែថាសត្វហើយសត្វប្រែថាមនុស្សមានពាក្យមួយទៀតសម្រាប់និយាយនោះគឺទង្វើរបស់មនុស្សយើងអាចសម្គាល់ទៅដោយធម្មសញ្ញាប្រកបទៅដោយមេត្តាធម៌ករុណាមុទិតាឧបេក្ខាចំណែកឯធម្មសញ្ញារបស់សត្វវិញគឺប្រកបទៅដោយស្រីស្រាលល្បែងពេលាអបាយមុខជាដើម2មានសង្ឃឹមគឺមានវិធីសាស្ត្រអត់មានអ្វីមានតម្លៃអស្ចារ្យអត់មានអ្វីដែលមានអំណាចអស្ចារ្យបីដូចជាក្តីសង្ឃឹមឡើយក្តីសង្ឃឹមគឺជាកត្តាជំរុញដ៏មានឥទ្ធិពលដែលនាំឲ្យពិភពលោកយើងនេះកាន់តែប្រសើរឡើងបើគ្មានក្តីសង្ឃឹមទេមនុស្សរស់បានតែពាក់កណ្ដាលនៃមនុស្សប៉ុណ្ណោះបើមានក្តីសង្ឃឹមវិញមនុស្សហ៊ានស្រមៃហ៊ានគិតនិងហ៊ានធ្វើជាពំខាន3ចិត្តត្រូវតែមានចិត្តរបស់មនុស្សមិនអាចបង្កើតអ្វីបានទាំងអស់ឡើយលុះត្រាតែចិត្តមនុស្សពោពេញទៅដោយបទពិសោធន៍និងកម្លាំងឆន្ទៈដ៏មុតស្រួចបទពិសោធន៍ដែលគ្មានការរៀនសូត្រប្រសើរជាងការរៀនសូត្រគ្មានបទពិសោធន៍បើទោះបីជាគ្មានបទពិសោធន៍និងការរៀនសូត្រក៏ដោយឲ្យតែមានឆន្ទៈពិតប្រាកដដែលក៏អាចក្លាយទៅជាមជុលដ៏មុតស្រួចបានដែរ4មនុស្សលោកបង្កើតទុក្ខសោកឲ្យខ្លួនឯងភាគច្រើនបំផុតនៃសេចក្តីទុក្ខសោកនៅលើពិភពផែនដីយើងនេះមនុស្សជាអ្នកបង្កើតឲ្យខ្លួនឯងសេចក្តីអាក្រក់វាដុះដាលចេញពីចិត្តរបស់យើងវាធ្វើទរណកម្មចិត្តរបស់យើងសេចក្តីអាក្រក់វាប្រៀបបានទៅនឹងច្រេះដែលវាកើតឡើងអំពីដែករមែងស៊ីដែកនោះវិញជាពំខានការជឿជាក់ទៅលើខ្លួនឯងគឺជារឿងសំខាន់ណាស់ព្រោះបុគ្គលម្នាក់ដើរតាមជំនឿរបស់គេរៀងខ្លួនប្រសិនបើគេជឿថាគេគឺជាមនុស្សខ្លាំងគេនឹងខ្លាំងភ្លាមប្រសិនបើគេគ្មានជំនឿទេគឺគ្មានអ្វីទាំងអស់បាត់ប្រពន្ធបានសេរីភាពរស់ស៊ីខាតបានបបពិសោធន៍តែបើបាត់ជំនឿបាត់អ្វីទាំងអស់ព្រោះហេតុនោះអត់មានឆ្កែអង្គាស៊ីសំបីតែមួយក្បាលជឿលើយើងក៏ដោយក៏យើងត្រូវតែមានជំនឿលើយើងខ្លួនឯងដែរប្រសិនបើញាតិញោមទាំងអស់គ្នាពេញចិត្តនៅវីដេអូបែបនេះកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ